ជំរាបសួរបងប្អូននេះគឺជាទស្សនវិជ្ជាlà an tật cọ riêng bè đồn để miền tây táng nơi nôngประเทศจันได้nơi châu Âuรวมประตูจมูกนึงก็ได้ขังเชิงติเตียดខ្ញុំបាននឹងបង្ហាញជូនបងប្អូនពីទស្សនវិជ្ជាដែលផ្ទាល់ដែលយើងឈរចាំចូលតែម្ដងនេះបងប្អូនឃើញទេនេះគឺនៅមាត់ច្រកលាអាងនឹងឲ្យសូមបញ្ជាក់បងប្អូនណាសម្រាប់អង្សាវិញគឺដក31អង្សាសេមិនមែន31អង្សាសេណាដក31អង្សាសេបងប្អូនគឺទៅជាក់សាហើយព្រៃផ្សាយតែម្ដងបងប្អូនអើយឥឡូវបងប្អូនមើលទៅគឺយើងកំពុងតែចាំចូលស្ពឹកដៃស្ពឹកជើងអស់ហើយមនុស្សដំរងជួនិយាយទៅពេលចូលក្នុងលាអាងនឹងម្ដងគឺបានតែ10នាក់20នាក់អីទេដល់អញ្ចឹងយើងមកដំរងជួឡើងរាប់រយនាក់បងប្អូនណាគេធំតិចបានមកដំរងជួអញ្ចឹងទៅយើងទិញសបុតគេចូលប៉ុន្តែចង់បញ្ជាក់ជូនបងប្អូនចាំបងប្អូនមើលទៅតើការដំងជួរបស់យើងពេលយើងដែលចូលហ្នឹងតើខកបំណងឬក៏ពេញចិត្តឬក៏វាសមតម្លៃនឹងយើងដំងជួឥឡូវតោះយើងចូលទៅទាំងអស់គ្នាចង់ដឹងថាខាងក្នុងហ្នឹងវាមានអីខ្លះហើយទស្សនវិជ្ជាហ្នឹងវាយ៉ាងណាដែរតើការកលាបហ្នឹងការកលាបមែនតែនឬក៏ជាកលាបជ័របងប្អូនអើយមុនដំបូងខ្ញុំបានស្មានតែកលាបមែនតែនតាមពិតជ័រទាំងអស់កលាបជ័របងប្អូនយើងមកដាក់ក្នុងតកកហើយគាត់តែប៉ុណ្្នឹងសោះនាំគ្នាតម្រង់ជួរមកមើលឆ្វែងឆ្វាត់ខ្ញុំបាទនេះស្មានតែកលាបមែនតែនបងប្អូនប៉ុន្តែក៏ល្អមួយយ៉ាងដែរជាបទពិសោធន៍យើងដែលយើងអាចទប់ជាមួយនឹងសីតុណ្ហភាពរហូតដល់ទៅដក31អង្សាបងប្អូនហើយអារូបខាងលើហ្នឹងគេដាក់កលាបជ័រហ្នឹងជារៀងបេះដូងណាបងប្អូនហើយអាហ្នឹងគឺតកទាំងអស់មិនមែនជ័រទេណាបងប្អូនអសហ្នឹងណាតកទាំងអស់ហើយគឺវាអត់រលាយទេក្នុងអំឡុងពេលខែ12ខែ1ខែ2ហ្នឹងគឺវាអត់រលាយទេដល់អញ្ចឹងគឺគេកន្លែងហ្នឹងគឺជាកន្លែងដ៏ល្បីមួយជាពិសេសគឺគូស្នេហ៍ស្វាមីភរិយាថ្មីទៅតែរៀបការអីអញ្ចឹងបងប្អូនគេតែងតែមកចង់ថតនៅទីនេះហើយភ្ញៀវនៅទីនេះភាគច្រើនអត់សូវមានខ្មែរយើងមកដល់ទេម្ដុំហ្នឹងភាគច្រើនតែខាងប្រជាជននៅខាងប្រទេសចិនហ្នឹងខ្លួនឯងហើយនឹងខាងកូរ៉េខាងជើងកូរ៉េខាងត្បូងអីអញ្ចឹងណាបងប្អូនអើយខ្ញុំខំឈរចាំឡើងកន្លះម៉ោងជាង7ម៉ោងប៉ុន្តែចូលទៅកលាបជ័របងប្អូនខ្ញុំឃើញ sport ពាណិជ្ជកម្មគេស្មានតែកលាបមែនតែនតាមពិតកលាបជ័រសោះបងប្អូនមើលហើយមានបលាំងតកបលាំងអីហើយមនុស្សបុកចូលខ្លាំងមែនតែនបងប្អូនហើយម្នាក់បងប្អូនចូលបានតែ5នាទីទេគឺគេយើងត្រូវចាញ់វិញឯងដើម្បីឲ្យអ្នកខាងដំងជួរហ្នឹងចាញ់មកម្ដងទៀតចូលមកម្ដងទៀតជំនួសយើងតើបងប្អូនមានមតិយោបល់ខាងណាយ៉ាងណាដែរ comment នៅខាងក្រោមមកតើកន្លែងហ្នឹងស្អាតអត់ឬក៏មិនអើយសំតម្លៃយើងឈរចាំអត់